Vàជាសួស្តីអ្នកនរគ្នាឥឡូវនេះយើងមកសិក្សាអំពីអត្រាកំណែនៃសំណេរតែសេចក្តីរបស់យើងទាក់ទងទៅនឹងថ្នាក់ទី12ដែលទាក់ទងទៅនឹងថ្នាក់វិទ្យាសាស្ត្រសង្គមហើយនិងថ្នាក់វិទ្យាសាស្ត្រពិតតែភាគទី1របស់យើងនេះគឺយើងសិក្សាទៅលើអត្រាកំណែនៃថ្នាក់វិទ្យាសាស្ត្រចឹងហើយនេះគឺជាគាត់តែជាប្រធាននៃគម្រោងទេហើយអ្នកនរគ្នាអាចយកទៅរៀនតែងរៀនធ្វើបានបើជាការល្អដែរបើសិនជាបានអនុវត្តនិងហ្វឹកហាត់បានច្រើនអូខេដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ប្រធាននៃកំណែរបស់គ្នាយើងដកស្រង់ឲ្យអ្នកគ្រូលោកគ្រូជាប្រធានហើយចំពោះប្រធាននេះគឺថ្នាក់វិទ្យាសាស្ត្រប្រធានមានទស្សនៈមួយពោលថាអក្សរសិល្ប៍របស់មនុស្សឲ្យទទួលបាននៅគុណតម្លៃសម្រាប់រស់នៅនៅក្នុងសង្គមចូលធ្វើការបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងរឿងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់រចនាមួយសេចក្តីផ្ដើមអញ្ចឹងអានេះគ្រាន់តែជាគម្រោងទេប្រសិនបើយើងតែងជាសេចក្តីអធិប្បាយយើងគ្រាន់តែដាក់ជាលំនាំពេញទេយើងគ្រាន់តែចូលដល់គឺជាសរសេរតគឺអក្សរសិល្ប៍គឺជាអ្វីអ្វីចឹងទៅហើយថ្ងៃនេះគឺជាចំណុចបញ្ហាចឹងយើងសរសេរភ្ជាប់ជាមកហ្នឹងគឺជាប្រភេទដែលគេហៅថាស្លេកបាយហើយអូខេឥឡូវយើងបន្តទៅទៀតសេចក្តីក្តារក៏លំនាំបញ្ហាអក្សរសិល្ប៍គឺត្រឹមតែបម្រើជាការកំសាន្តដល់មនុស្សគ្រប់គ្នាប៉ុណ្ណោះទេប៉ុន្តែអក្សរសិល្ប៍បានរួមចំណែកយ៉ាងសកម្មក្នុងការបង្ហាញរាល់ទស្សនវិជ្ជាដែលកើតមានក្នុងសង្គមពិសេសនោះគឺអក្សរសិល្ប៍បានបណ្ដុះបណ្ដាលមនុស្សគ្រប់គ្នាឲ្យមានលក្ខណៈពេញលេញដោយជាពលរដ្ឋសកលនិងក្លាយជាមនុស្សមាននៅគុណតម្លៃដែលសង្គមជាតិត្រូវការជាចាំបាច់ផងដែរខជំនួសបញ្ហាព្រោះបែបនេះហើយទើបមានទស្សនៈមួយពោលថាអក្សរសិល្ប៍បណ្ដុះមនុស្សឲ្យទទួលបាននូវគុណតម្លៃសម្រាប់រស់នៅក្នុងសង្គមគោលចំណោមបញ្ហាតើអក្សរសិល្ប៍បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដូចដេចអញ្ចឹងបើសិនជាអ្នកខ្លះនឹងជួបបែបវិភាគហើយអញ្ចឹងយើងគេថាដេចខ្លះទេដេចគឺបានហើយគេតទៅទៀតហើយធ្វើឲ្យមនុស្សទទួលបាននៅគុណតម្លៃយ៉ាងដូចដេចគឺយើងអាចដាក់បានពីរបែបនេះដែរ Very good ពីរតួសេចក្តីក៏ឃ្លីភ្ជាប់សេចក្តីដើម្បីជាគន្លឹះជំនួយដល់ការបកស្រាយរាល់ចំណងដែលមាននៅក្នុងប្រធានខាងលើនេះឲ្យកាន់តែមានអត្ថន័យរបស់ក្បាយនិងទីសម្រាប់ហេតុមួយកម្រិតទៀតនោះស្វែងយល់ពីពាក្យកន្លឹះជាមុនសិនខកន្លឹះពាក្យអក្សរសិល្ប៍គឺជាកម្រងអត្ថបទទាំងឡាយណាដែលប្រកបដោយសិល្បៈរបស់អ្នកនិពន្ធរបស់មនុស្សបានដល់ការរួមចំណែកក្នុងការកសាងធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាពគុណតម្លៃសំដៅលើអ្វីៗទាំងឡាយដែលល្អប្រសើរអ្វីៗដែលជាប្រយោជន៍អ្វីៗដែលមិនអាចកាត់ថ្លៃបានគោលពន្យល់នៃប្រធានតាមន័យនេះប្រធានខាងលើបង្ហាញឲ្យឃើញថារាល់កម្រងអត្ថបទទាំងឡាយណាដែលប្រកបទៅដោយសិល្បវិធីរបស់អ្នកនិពន្ធតែងតែរួមចំណែកក្នុងការកសាងធនធានមនុស្សដែលពោរពេញទៅដោយភាពក៏ដូចជាទទួលបាននូវអ្វីៗទាំងឡាយដែលល្អប្រសើរអ្វីៗដែលជាប្រយោជន៍ហើយអ្វីៗដែលមិនអាចកាត់ថ្លៃបានសម្រាប់រស់នៅក្នុងសង្គមគោលបកស្រាយប្រធានឬធម៌គឺអក្សរសិល្ប៍បានរួមចំណែកកន្លែងនេះជាអ្នកថាជាការបាត់ណាអក្សរសិល្ប៍បានរួមចំណែកយ៉ាងសកម្មដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដូចជាហើយដំបូងនោះគឺកសាងចំណេះដឹងចំណេះធ្វើបំណិនវិជ្ជាជីវៈមានសមត្ថភាពពេញលេញជាពលរដ្ឋសកលប្រកាន់ខ្ជាប់
ចរិយាសម្បត្តិដ៏ត្រឹមត្រូវរស់នៅមានសីលធម៌គុណធម៌និងសុជីវធម៌ឲ្យប្រកាន់ខ្ជាប់នៅព្រហ្មវិហារធម៌ទុសបតិធម៌និច្ចសិលឬបញ្ចសិលសិល8ជាដើមមានមនសិការស្នេហាជាតិការពីជាតិលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិនិងរួមចំណែកកសាងជាតិឲ្យកាន់តែមានភាពរីកចម្រើនហើយរក្សាការពារផ្សព្វផ្សាយអភិរក្សអភិវឌ្ឍវប្បធម៌អរិយធម៌ដែលជាអត្តសញ្ញាណជាតិមានដូចជាជំនឿសាសនាភាសាអក្សរសាស្ត្រអក្សរសិល្ប៍ប្រពៃណីទំនៀមទម្លាប់សិល្បៈឧបករណ៍ប្រើប្រាស់ម្ហូបអាហារកីឡាសម្លៀកបំពាក់មានជំនឿជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនជាធំជឿជាក់ថាខ្លួនអាចធ្វើបានជំនះបានតស៊ូបានគ្រប់ឧបសគ្គដោយមិនដេកដួលទៅលើព្រេងវាសនានិងភ័ព្វសំណាងស្រឡាញ់នៅយុត្តិធម៌សមធម៌សិទ្ធិសេរីភាពស្រឡាញ់ផលប្រយោជន៍រួមដោយស្អប់ខ្ពើមអំពើអយុត្តិធម៌អំពើពុករលួយគៀបសង្កត់ជិះជាន់កេងប្រវ័ញ្ចស្រឡាញ់សន្តិភាពស្អប់ភ្លើងសង្គ្រាមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាប្រកាន់ខ្ជាប់នៅអំពើល្អសុចរិតទីត្រង់ស្មោះសរចេះចែករំលែកចំពោះមនុស្សជុំវិញខ្លួនប្រកបទៅដោយកាយវាចានិងចិត្តវាចាអំពើអកុសលធម៌ទាំងឡាយដែលនាំឲ្យប៉ះពាល់មានស្មារតីអង់អាចក្លាហានហ៊ានរើបម្រាស់ចំពោះការជិះជាន់ហ៊ានប្រឈមនឹងឧបសគ្គនានាដែលកើតមានចំពោះមុខនិងដោះស្រាយរាល់បញ្ហាទាំងនោះដោយប្រើប្រាស់ប្រាជ្ញាជាធំហើយនឹងដោះស្រាយដោយសន្តិវិធីចេះគោរពសិទ្ធិមនុស្សគ្មានការរើសអើងប្រកាន់វណ្ណៈពូជសាសន៍ពណ៌សម្បុរពិសេសនោះគឺគោរពលទ្ធិប្រជាធិបតេយ្យមានស្មារតីសាមគ្គីចេះរួបរួមសហការគ្នាដើម្បីកសាងខ្លួនឯងគ្រួសារនិងសង្គមជាតិឲ្យមានភាពរីកចម្រើនរឹងប្រែងប្រតិបត្តិខ្លួនឲ្យក្លាយជាទំពាំងល្អឬស្សីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយមានស្មារតីភ្ញាក់រលឹកចេះកែប្រែនិងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តមានគំនិតច្នៃប្រឌិតទាន់សម័យមានការបង្កើតថ្មីតាមបែបវិទ្យាសាស្ត្រក៏ទៀតគឺក្រោយពីការបណ្ដុះបណ្ដាលមនុស្សនឹងទទួលបាននូវគុណតម្លៃយ៉ាងកប់ប្រសើរពីអក្សរសិល្ប៍ដូចជាមានសមត្ថភាពពេញលេញអាចយកមកប្រើការបានក្នុងការរស់នៅប្រចាំថ្ងៃក្នុងសង្គមទទួលបានការគោរពស្រឡាញ់ស្ងើចសរសើរនិងឲ្យតម្លៃពីមនុស្សជុំវិញខ្លួនគ្រប់ស្រទាប់វណ្ណៈក្លាយជាបុគ្គលគំរូគោលដែលមនុស្សគ្រប់គ្នាត្រូវការគ្រប់ពេលវេលាទទួលបានភាពជោគជ័យគ្រប់ភារកិច្ចការងារទាំងឡាយមានមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសល្អប្រសើរថ្លៃរស់នៅមានសេចក្តីសុខសុភមង្គលសុខដុមរមនាមានសុខសន្តិភាពពេញលេញសង្គមជាតិទាំងមូលនឹងកាន់តែមានភាពរីកចម្រើនព្រោះសម្បូរទៅដោយធនធានមនុស្សពិតប្រាកដ3អំណាចក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរជាងកន្លែងនេះយើងចូលទៅដល់ការលើកអក្សរសិល្ប៍មកបញ្ជាក់ហើយដែលអ្នកនិពន្ធលោកបានលើកបង្ហាញពីសកម្មភាពល្អទង្វើល្អផ្នត់គំនិតល្អជាច្រើនតាមរយៈតួអង្គនានាដែលជាហេតុមួយក្នុងការរួមចំណែកក្នុងការបណ្ដុះបណ្ដាលមនុស្សគ្រប់រូបតួយ៉ាងឬក៏ឡាប៉ៃលិននិយាយពីតួអង្គចៅចិត្តដែលខិតខំប្រឹងប្រែងស្រវាស្រទិញចំណេះវិជ្ជារហូតប្រកាសនីយបត្រលុះក្នុងដំបូន្មានរបស់ឪពុកមានចំណេះដឹងមានជំនាញមានការងារជាកម្មករជីកត្បូងខ្ល้ายជាអ្នកកាន់បញ្ជីត្បូងចេះជួសជុលឡានចេះបើកឡានរស់នៅចេះចែករំលែកបទពិសោធន៍ដល់ក្រុមកម្មករផងគ្នារស់នៅស្អាតហូបស្អាតផឹកស្អាតមានសីលធម៌សុជីវធម៌គុណធម៌ចំពោះកម្មករផងគ្នាចំពោះចៅហ្វាយនាយមានស្មារតី
ភក្តីភាពសាមគ្គីភាពអង្អាចក្លាហានមានទំនួលខុសត្រូវកសាងខ្លួនកាន់តែមានភាពប្រសើររីកចម្រើនទទួលបានការគោរពស្រឡាញ់ឲ្យតម្លៃពីកម្មករនិងចៅហ្វាយនាយរាជព្រះវេស្សន្តរនិយាយពីព្រះវេស្សន្តរដែលមានព្រះទ័យស្រឡាញ់សុខសន្តិភាពស្រឡាញ់ប្រជារាស្ត្រនិងមិនប្រទុសរាយនឹងរាស្ត្រសុខចិត្តចាកចេញពីព្រះនគរទៅរស់នៅសាងភ្នោះក្នុងព្រៃមានចិត្តបរិច្ចាគទានអង្គបរិច្ចាគជនបរិច្ចាគបុត្របរិច្ចាគទានបរិច្ចាគនិងជីវិតបរិច្ចាគដល់អ្នកលំបាកស្មោមយាមចោកទាំងឡាយនិងឥន្ទ្រាធិរាជព្រះអង្គមានចិត្តមេត្តាករុណាមុទិតានិងឧបេក្ខាមាននៅទស្សបតរាជធម៌ដឹកនាំនគរប្រកបទៅដោយភាពសុខសាន្តរឿងធនជ័យនិយាយពីតួអង្គធនជ័យដែលមានប្រាជ្ញាតាំងពីកំណើតដែលទទួលរងនៅការជិះជាន់ពីអ្នកមានអំណាចសិទ្ធិមន្ត្រីនិងស្ដេចព្យាយាមដោះស្រាយបញ្ហាដោយប្រើប្រាជ្ញាដែលខ្លួនមានដើម្បីរើបំរាស់នឹងការជិះជាន់ទាំងនោះដោយសន្តិវិធីធនជ័យខិតខំសិក្សារៀនសូត្រក្នុងសំណាក់ព្រះពុទ្ធសាសនាយកចំណេះដឹងមកបន្ថែមដោះស្រាយប្រស្នាជាមួយអ្នកប្រាជ្ញស្រុកចិនដែលមានគំនិតផ្ចាញ់ផ្ចាលចង់បាននគរខ្មែរប្រាជ្ញាដែលធនជ័យមានបានជួយដោះគ្រោះភ័យដល់រាស្ត្រដល់ជាតិមានសុខសេមសាន្តព្រមទាំងបានបន្សល់ទុកនៅបណ្ដាំមរណៈយ៉ាងមានតម្លៃដល់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរថាបើសោយត្រីព្រួយវល់កុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីស្លក្បាលត្រីប្រាកុំភ្លេចដូរស្ដាន់រឿងភូមិដេរឆាតនិយាយពីតួអង្គជួននឹងនៅនិងអ្នកក្លាហាន20អ្នកផ្សេងទៀតដែលមានស្មារតីអស់អាចក្លាហានមានស្មារតីស្នេហាជាតិស្រឡាញ់សិទ្ធិសេរីភាពឯករាជ្យជាតិដោយតស៊ូប្រឆាំងនឹងពួកបារាំងឥតមានភាពខ្លាចរអាបន្តិចសោះឡើយទោះបីជាការតស៊ូនោះទទួលបានភាពជោគជ័យក្នុងការសម្លាប់រេស៊ីដង់បាដេសហើយក៏បរាជ័យព្រោះតែអំនួតបែកបាក់សាមគ្គីគ្មានផែនការច្បាស់លាស់ក្រុមអ្នកក្លាហានទាំងនេះបានធ្វើឲ្យបារាំងមានការខ្លោចខ្លាចនឹងរាជខ្មែរផងដែររឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់និយាយពីតួអង្គសំដែលខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាកលំបិននៅឯទីក្រុងភ្នំពេញក្នុងការធាក់ស៊ីក្លូចិញ្ចឹមជីវិតត្រូវជួបគ្រោះភ័យគ្រប់ខាងបញ្ហាបែកបាក់គ្រួសារក៏សំនៅតែមិនចុះញោមនឹងឧបសគ្គចំណុចឡើយសំនៅតែរក្សាគោលជំហររបស់ខ្លួនធ្វើជាមនុស្សត្រឹមត្រូវមានគុណធម៌មានសីលធម៌មានសុជីវធម៌ជាដរាបទោះបីជាមួយពេលនោះខ្លួនបានធ្វើខុសព្រោះឆក់កាបូបលោកស្រីសម្បូរសម្បត្តិតែក៏មានស្មារតីភ្ញាក់រលឹកឡើងវិញជាពិសេសនោះគឺសំមានស្មារតីភ្ញាក់រលឹកឡើងវិញក្រោយពេលទៅរស់នៅជាមួយនឹងលោករដ្ឋមន្ត្រីវ័យក្មេងដោយគិតថាខ្លួនមានឆន្ទៈតស៊ូគឺត្រឹមត្រូវហើយប៉ុន្តែតស៊ូខុសជំនាញមិនត្រូវនឹងកលៈទេសៈសំបានប្រែគំនិតទៅរស់នៅស្រុកកំណើតប្រកបការងារខាងផ្នែកកសិកម្មរហូតទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចប់ឡើងវិញក្នុងដំណើរជីវិតនៃការរស់នៅងោសរុបការបកស្រាយគឺជាការសរុបប្រធានឡើងវិញចឹងសរុបសេចក្តីមកអក្សរសិល្ប៍ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលដល់មនុស្សគ្រប់រូបឲ្យទទួលបាននូវសមត្ថភាពពេញលេញជាមនុស្សសកលឲ្យនៅមានជាសព្វទាចរិយាសព្វទាបំណិនសព្វទានិងមានស្មារតីស្នេហាជាតិជាដើមជាមួយគ្នានេះមនុស្សគ្រប់រូបក៏ទទួលបាននូវតម្លៃយ៉ាងល្អប្រសើរសម្រាប់
ខ្លួនឯងក្នុងការរស់នៅប្រចាំថ្ងៃថែមទៀតផង 3. សេចក្តីបញ្ចប់ ក វាតម្លៃប្រធានឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើនេះរួចមកយើងអាចវាតម្លៃប្រធានខាងលើនេះបានថាពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានលើកបង្ហាញពីគុណតម្លៃដែលទទួលបានពីអក្សរសិល្ប៍ពិសេសនោះគឺផ្នត់គំនិតបណ្ដុះបណ្ដាលដែលលោកអ្នកនិពន្ធលើកឡើងក្នុងវណ្ណកម្មនីមួយៗ ខ ប្រតិផ្ទាល់ខ្លួនចឹងកន្លែងនេះគឺយើងបន្តិចខ្លួនឯងមកគឺដាក់ថាដូចនេះក្នុងនាមយើងជាអ្នកសិក្សាត្រូវតែមានឆន្ទៈនិងការភ្ញាក់រលឹកក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានអនាគតល្អនិងជួយជ្រោមជ្រែងដល់ប្រទេសជាតិឲ្យមានការរីកចម្រើនអញ្ចឹងនេះគឺជាប្រធាននៃប្រធានសំណេរតែសេចក្តីវិទ្យាសាស្ត្របាទ